ប្រជាពលរដ្ឋចំនួន26គ្រួសារដែលរងគ្រោះដោយសារក្រុមហ៊ុនខុនសៀបានដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងមហាផ្ទៃក្រសួងដែនដីនិងរដ្ឋបាលខេត្តកណ្ដាលក្រោយពីក្រុមហ៊ុនមិនបានគោរពនិងអនុវត្តតាមខ្លឹមសារស្មារតីសជណលេខ 10/76 របស់រាជរដ្ឋាភិបាលដោយកាយទំនប់ព័ទ្ធដីរបស់ពួកគាត់ដោយសារក្រុមហ៊ុនខុនសៀមិនគោរពនិងអនុវត្តឲ្យមានប្រសិទ្ធភាពតាមស្មារតីសជណរបស់រាជរដ្ឋាភិបាលទើបប្រជាពលរដ្ឋសម្រេចចិត្តលើកគ្នាយកលិខិតសុំអន្តរាគមន៍គោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសាយសំអាល់ឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់និងឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលដើម្បីជួយអន្តរាគមន៍ក្រោយពីក្រុមហ៊ុនខុនសៀបានដាក់គ្រឿងចាក់ធ្វើការឈូសឆាយកាយទំនប់ព័ទ្ធដីរបស់ពួកគាត់និងបានបិទផ្លូវរបស់ពួកគាត់ដែលផ្ទុយពីខ្លឹមសារស្មារតីសជណរបស់រាជរដ្ឋាភិបាលលេខ 10/76 ចុះថ្ងៃទី 2 ខែធ្នូឆ្នាំ 2022 យោងលើលិខិតសុំអន្តរាគមន៍ដែលប្រជាពលរដ្ឋបានដាក់សុំអន្តរាគមន៍នៅថ្ងៃទី 27 ខែឧសភាឆ្នាំ 2026 ដែលមានកម្មវត្ថុស្នើសុំអន្តរាគមន៍ដំឡើងថ្លៃសំណងផលប៉ះពាល់ឲ្យបានសមរម្យតាមខ្លឹមសារនៃស្មារតីសជណលេខ 10/76 នៅក្នុងខ្លឹមសារពាក្យសុំអន្តរាគមន៍គោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនិងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាជ្រាបថាកន្លងមកការដោះស្រាយផលប៉ះពាល់ដែលត្រូវក្រុមហ៊ុនខុនសៀបានអនុវត្តគឺក្នុងតម្លៃទាបពោលគឺខាងភាគីក្រុមហ៊ុនយកតម្លៃគោលយោងតាមតម្លៃជួលដីរយៈពេល50ឆ្នាំគឺតម្លៃចន្លោះពី $0.5 ទៅ $0.8 ក្នុង1ម៉ែត្រការ៉េដើម្បីយកមកដោះស្រាយជូនប្រជាពលរដ្ឋតែប៉ុណ្ណោះតម្លៃនេះឃើញថានៅទាបជាងតម្លៃទីផ្សារច្រើនក្នុងនេះខាងភាគីក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋនៅមិនទាន់សមស្របដែលផ្ទុយពីខ្លឹមសារនៃលិខិតលេខ 10/76 សជណដោយក្នុងខ្លឹមសារសជណលេខ 10/76 ចុះថ្ងៃទី 2 ខែធ្នូឆ្នាំ 2022 បានបញ្ជាក់ថាអនុញ្ញាតឲ្យផ្ទេរបានមុនការអភិវឌ្ឍជូនក្រុមហ៊ុនខុនសៀ Import Export ដោយក្រុមហ៊ុនត្រូវធានាដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋឲ្យបានសមស្របមិនឲ្យមានបាតុភិបនិងគោរពតាមការសន្យានិងកាតព្វកិច្ចដោយមានបញ្ជាក់ជូនក្នុងលិខិតលេខ 96 ខសអអចុះថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2022 របស់ក្រុមហ៊ុនខុនសៀ Import Export ហើយក្រុមហ៊ុនត្រូវប្រើប្រាស់ថវិកាសម្រាប់ដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលបានកាន់កាប់លើទីតាំងដីនោះប៉ុន្តែបានធ្វើការដោះស្រាយតាមខ្លឹមសារស្មារតីសជណផងស្រាប់តែក្រុមហ៊ុនបានដាក់គ្រឿងចាក់ឈូសឆាយកាយព្រំព័ទ្ធដីរបស់ពួកគាត់ដែលបំពានលើសជណ 10/76 របស់រាជរដ្ឋាភិបាលក្នុងពាក្យសុំអន្តរាគមន៍ប្រជាពលរដ្ឋស្នើសុំចំនួន3ចំណុចទី1សុំតម្លៃដោះស្រាយផលប៉ះពាល់ចំនួន$20ក្នុង1ម៉ែត្រការ៉េទី2ក្នុងករណីក្រុមហ៊ុនមិនទាន់សងសំណងផលប៉ះពាល់រួចរាល់នោះប្រជាពលរដ្ឋស្នើសុំកបញ្ឈប់ការកាយដីលើដីដែលប្រជាពលរដ្ឋកំពុងតែប្រើប្រាស់ក្នុងការដាំដំណាំបើកាយហើយជួយលុបបំពេញវិញខការលើកទំនប់ព័ទ្ធដីរបស់ប្រជាពលរដ្ឋដែលក្រុមហ៊ុនធ្លាប់អនុវត្តកន្លងមកត្រូវទុកឲ្យប្រជាពលរដ្ឋចេញចូលប្រមូលផលកសិកម្មដើម្បីចិញ្ចឹមជីវិតគទប់ស្កាត់ការចាក់បំពេញដីលើដីរបស់ប្រជាពលរដ្ឋដែលមិនទាន់ដោះស្រាយផលប៉ះពាល់3ក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋត្រូវឈលលើគោលការណ៍ស្មើគ្នាមិនត្រូវបែងចែកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងប្រជាពលរដ្ឋនៅក្រៅមូលដ្ឋានឡើយប្រជាពលរដ្ឋក្រៅមូលដ្ឋានក៏ជាប្រជាជនឬក៏មន្ត្រីរាជការដែលខំសន្សំប្រាក់យកទៅទិញដីនោះដោយមានអាជ្ញាធរបានដឹងបានឮគឺមិនមានការចាប់យកបែបអនាធិបតេយ្យនោះឡើយសូមរំលឹកផងដែរថាកន្លងមកក្រុមហ៊ុនបានធ្វើការដោះស្រាយដែលកំណត់តម្លៃជូនប្រជាពលរដ្ឋក្នុង1ម៉ែត្រការ៉េតម្លៃ$0.8ក្នុង1ម៉ែត្រការ៉េតែប្រជាពលរដ្ឋដែលមានចំនួន26គ្រួសារដែលមានស្នាមមេដៃក្នុងលិខិតសុំអន្តរាគមន៍គឺពួកគាត់មិនអាចទទួលយកបាននោះទេដោយពួកគាត់ស្នើសុំតម្លៃ$20គឺស្មើនឹង$80,000រៀលក្នុង1ម៉ែត្រការ៉េក្រោយពីបានដាក់លិខិតសុំអន្តរាគមន៍មកដល់ថ្ងៃទី 8 ខែមិថុនាឆ្នាំ 2026 នេះប្រជាពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើងដឹងថានៅមិនទាន់មានចំណាត់ការណាមួយជូនពួកគាត់នៅឡើយទេដោយប្រជាពលរដ្ឋទទូចស្នើសុំឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាជួយពន្លឿនក្នុងការជួយពួកគាត់ផងហើយពួកគាត់ស្នើសុំឯកឧត្តមអភិសន្តិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមសាយសំអាល់ឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់មេត្តាជួយដល់ពួកគាត់ផងដោយពួកគាត់មានតែដីប៉ុណ្ណឹងដើម្បីអាស្រ័យផលចំពោះករណីនេះភ្នាក់ងាររបស់យើងនឹងរងចាំតាមដានបន្តទៀតអំពីការដោះស្រាយរបស់ក្រុមហ៊ុនជូនប្រជាពលរដ្ឋហើយភ្នាក់ងាររបស់យើងនឹងរងចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ